ពីវីដេអូមុនគឺយើងធ្វើ DHCP server នៅលើ Sun អញ្ចឹងសម្រាប់វីដេអូនេះគឺយើងធ្វើជាមួយនឹង DHCP server នៅលើ Windows Server ម្ដងអញ្ចឹងដើម្បីធ្វើជាមួយនឹង DHCP server គឺដូចជាមួយនឹង server ដទៃទៀតដែរតែបងគឺយើងអាច add ជាមួយនឹង feature បន្ថែមស្រាប់តែនៅលើ Windows Server គឺយើងមាន feature ច្រើនអញ្ចឹងអាចឡើងមកទាំងអស់នេះត្រូវ add ម្ដងមួយជាង add feature ថែមមកយើងអាច add ទៅលើទៀតជាក់ add ទៅលើ feature យើងត្រូវការមកដោយសារតែយើងធ្វើលើ DHCP អញ្ចឹង feature យើងត្រូវការ add ចូលក៏ត្រូវតែ add មួយជា DHCP server ដែរហើយដោយសារតែនៅលើ DHCP គឺយើងត្រូវមានជាមួយនឹង DHCP relay ជាយើងអាចទៅហៅមើលជាមួយនឹង option ដែលគេធ្វើជាមួយនឹង DHCP relay មកដែរនៅលើនេះអត់មានទេយើងមានជាមួយនឹង remote desktop switch ណា remote access នេះត្រូវការប្រើជាមួយនឹង DHCP server អូខេអញ្ចឹងសម្រាប់ switch ពីរហ្នឹងគឺយើងយកតាម remote access មួយមកបានហើយ remote desktop switch នេះយើងមកយកតែសារនេះអាចប្រើបានដែរធ្វើការ remote desktop តែដកចោលមកជាយកតែ remote access បានហើយសារ remote access នេះគឺយើងអាចមើលបានមាន VPN web application proxy ហ្នឹងគឺអាចគេ remote ចូលបានចំណុចមកសម្រាប់ framework គឺយើងមានត្រូវការយកអីទេជា DHCP server ណា remote access អូខេហើយសម្រាប់ remote access គឺដោយសារតែយើងប្រើវាគឺធ្វើជា DHCP relay អញ្ចឹងគឺយើងធ្វើតាមរយៈ router យើងមានធ្វើជាមួយនឹង proxy ទេគឺយើងប្រើជាមួយនឹងតែ router ទេហើយ direct access VPN នេះបាទអូខេហើយណាគឺ rule service សម្រាប់ web server យើងអត់ធ្វើទេដកចេញយើងប្រើយើងត្រូវការត្រឹមតាជានេះទេធ្វើជា router remote ចូលពេល install មកជាងតនេះយើងគាត់ចាំគេ install ចប់ទេជាងតទៅយើង install ចប់ហើយដល់ពេលយើងត្រូវការ config DHCP server យើងសិនហើយយើង config relay តាមគាត់អញ្ចឹងយើងត្រូវការចូលទៅកន្លែង tone ហើយបន្តមកទៀតយើងយក DHCP យើងដល់ DHCP ហើយយើងយកម៉ាស៊ីនមកយើងមកឈ្មោះម៉ាស៊ីនមកយើង transfer យើងយក IP version 4មកហើយនៅក្នុងនេះដោយសារតែយើងមានត្រឡើងជាមួយនឹង option scope មួយឯងជាសារ scope នេះខ្ញុំអត់ត្រូវប្រើទេខ្ញុំសុំលុបវាចោលសិនគេប្រើ scope មួយហ្នឹងយើងត្រូវការបង្កើតជាមួយនឹង scope ថ្មីដើម្បីធ្វើការប្រើ IP address ឲ្យទៅកាន់ client ជាងអាចយកនេះ new scope មកអាចរើស multi scope ក៏បានដែរបើសិនយើងមានច្រើនជារើសយកnew scope សិនមកកុំរើសច្រើនពេកនេះដាក់ឈ្មោះមកចង់ដាក់ឈ្មោះថា DHCP 1ចឹងមក description ដាក់ក៏បានមិនដាក់ក៏បានដែរបន្តមកទៀតគឺ start IP ដែលយើងចង់ start ពី IP មកជាងចង់ start ពី IP 50ចុះ 192.168 ចុចយកចុច 10.50 NIP របស់យើងគឺ 192.168.10.100/24 ឬក៏យើងចង់បាន slash តូចជាងហ្នឹងក៏អាចប្រើបានដែរអញ្ចឹងយកតែ slash 24 ចុះadd excluded ហើយនឹង relay យើងចង់ប្រើ exclude address ប្រមាណណាយើងចង់ដក IP មកចេញទៅជា IP អត់ប្រើជាង
អាចធ្វើការដកបានអញ្ចឹងដោយសារខ្ញុំអត់ត្រូវការដកទេខ្ញុំទុកទៅទេទៅហើយបន្តទៀតយើងចង់ subnet delay យើងចង់ delay រយៈពេលប៉ុន្មានអូខេឲ្យវារយៈពេល600 second ចុះ net សារមិញយើងអត់ទេហើយសម្រាប់ scope របស់យើងគឺយើងត្រូវមាន list time មានថាយើងចង់ឲ្យ IP មួយហ្នឹងផ្ដល់ឲ្យ computer របស់យើងហ្នឹងរយៈពេលប៉ុន្មានអញ្ចឹងខ្ញុំផ្ដល់ឲ្យត្រឹមតែរយៈពេល2ម៉ោងឯង2ម៉ោង0នាទីទៅជា net បានអូខេ configure option now គឺបើសិនយើងមាន router យើងត្រូវការ add ជាមួយនឹង default gateway របស់ router នឹងចូលជាងឧទាហរណ៍ថាមាន router មួយខ្ញុំ add ចូលមកជិត 10.1 ទៅគឺជា IP address របស់ router របស់យើងតែបើសិនយើងមានភ្ជាប់មួយ router បាទផ្សេងទៀតមាន 192.168.100.1 ទៅយើងអាច add ថែមទៀតបានហ្នឹងគឺភ្ជាប់ជាមួយនឹង router server យើងភ្ជាប់ទៅ router ណាខ្លះបើសិនមាន domain យើងអាចដាក់ជាមួយនឹង domain របស់យើងទៅចឹងនេះគឺឧទាហរណ៍ជា domain មួយដែលខ្ញុំមានចឹងខ្ញុំមានដល់ domain មួយហ្នឹងទេចឹងនេះទេហើយ win server យើងអត់មានដែរចឹងនេះទៀតទៅចុងក្រោយគឺ finish ទៅលើ scope របស់យើងចឹងយើងបង្កើតជាមួយនឹង scope បានមាន scope របស់យើងមានប៉ុណ្ណឹងហើយមាន IP មានអីមកនឹងគឺសម្រាប់និយាយ IP version 4យើងសម្រាប់ DHCP server របស់យើងចឹងសម្រាប់ scope ដែលយើងបង្កើតឡើងមកហ្នឹងគឺយើងបង្កើតបានត្រឹមតែ IP ដែលបោះទៅឲ្យគេគឺយើងបោះទៅឲ្យ client របស់យើងទៅតាមអីយើងបាន add មកហ្នឹងអញ្ចឹងខ្ញុំទៅសាកបងលើម៉ាស៊ីនយើងហ្នឹងអូខេម៉ាស៊ីនខាងក្រៅចូលមកយើងសាកមើលមក IP config/all អូខេIP របស់យើងគឺមាន IP ប្រហែល 5.100 អូខេវាអត់តន់ត្រូវទេដោយសារតែ IP ដែលយើងបានបោះទៅឲ្យមិញហ្នឹងគឺយើងប្រើ IP ប្រហែល 10 ចុចទេអញ្ចឹងមានថា server របស់យើងគឺអត់តន់បាន refresh ទេខ្ញុំសូម refresh server មួយសិនដោយសារវាជាប់ជាមួយ scope ចាស់អូខេយើង refresh server ហើយគឺយើងអាចទៅ renew IP address របស់យើងមកចឹងបន្ទាប់ពីយើងបាន renew IP address របស់យើងជាយើងអាចធ្វើការចូលមកទៀតមក IP address /all របស់យើងចូលទៅមើល network ការលេខ2របស់យើងចឹងគឺយើងទទួលបានជាមួយនឹង IP 192.168.50 របស់យើងហើយសម្រាប់រយៈពេលរបស់យើងគឺរយៈពេល2ម៉ោងមាន gateway មានអីមកចឹងគឺមាន DNS server មាន DHCP server មាន DNS server អីដែលយើងបានរៀបចំមកទាំងអស់ចឹងសម្រាប់ DHCP server គឺមានប៉ុណ្ណឹងប៉ុន្តែឧទាហរណ៍យើងចង់ reserve IP របស់យើងនឹងទុកខ្ញុំចង់ reserve IP នេះឧទាហរណ៍ថា 10.10 សម្រាប់តែគេ computer របស់យើងមួយហ្នឹងឯងចឹងតែយើងចង់ reserve វាទុកមិនចឹងយើងអាចចូលទៅកន្លែង tool របស់យើងនឹងទៅតែមក DHCP ហើយបន្តទៀតយើងចូលទៅ scope របស់យើងហ្នឹងចូលទៅក្នុង scope របស់យើងនឹងឃើញជាមួយនឹងនេះ reservation ចឹងគឺយើងអាចធ្វើការកំណត់បានចំណុច add មក reservation អត់កើត
ចឹងនៅលើ scope របស់យើងគឺមានកន្លែង reservation មួយជាងអាចធ្វើការគេកំណត់បានប៉ុន្តែគឺយើងអាចធ្វើការ add វាបានទេយើងអាច add ទៅលើគេ new reservation អាច add មកចឹងបន្តមកទៀត reservation ណាយើងអាច add អីថាអូខេ IP PC1 ចឹងមកយើងចង់ add IP មកឧទាហរណ៍ថា IP សម្រាប់ 10.10 ឲ្យទៅកាន់ MAC address របស់យើងអញ្ចឹង MAC address របស់យើងគឺដាក់មកនេះគឺជា MAC address សម្រាប់ computer របស់យើងដូចជា computer របស់ខ្ញុំហ្នឹង computer Windows របស់យើងផ្ទាល់ហ្នឹង description យើងអាចដាក់ក៏បានអត់ក៏បានដែរ support ទាំងអស់អញ្ចឹងយើង add ទុកទៅអត់ត្រូវខុស MAC address check មើល MAC address ថានៅក្នុង Windows Server គេប្រើ MAC address មិនអាចខុសប្រភេទ MAC address របស់គេជាងយក add កន្លែង new reservation ហ្នឹងប៉ុន្តែខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំអត់ add នៅហ្នឹងឯងខ្ញុំយកពីនេះមកខ្ញុំយកពី address list នេះក៏បានដែរជាងគឺមើល IP របស់យើងនោះទៀត10.50ចឹងខ្ញុំចង់ add នេះ 10.50 នេះយើងអាចយក add ទៅគឺយើងមាន option មួយគឺ add to reservation ហ្នឹងទៅយើងអាច add ទុកបានគឺសម្រាប់ reserve IP address របស់យើងអញ្ចឹងវិញដោយសារតែយើងខុស MAC address ជាងទៅយើង reserve អត់កើតអញ្ចឹងសម្រាប់ការ reserve គឺយើងពឹងផ្អែកលើ MAC address អញ្ចឹងយើងអាច add ជាមួយនឹងកន្លែង reserve IP address ហ្នឹងadd new reserve ចុះថា PC លេខ2ចុះគឺ 10.11 MAC address របស់យើងអញ្ចឹងយើង add មកអញ្ចឹងនេះគឺយើង add បានជាមួយនឹង IP ចំនួន2អញ្ចឹងយើងឲ្យកុំព្យូទ័ររបស់យើងនឹងធ្វើការ renew IP មកហើយចាប់យកជាមួយនឹង IP មួយនេះភាសាយើងមក reset ទុកឲ្យសម្រាប់កុំព្យូទ័ររបស់យើងនឹងគឺសម្រាប់ IP គឺ10.11តែប៉ុណ្ណោះនេះជាមក reserve IP មួយនឹងទុកជា reserve ចុងក្រោយជាមិនហ្នឹងជាង IP ដែលផ្ដល់មកឲ្យកុំព្យូទ័ររបស់ខ្ញុំមួយហ្នឹងគឺប្រើអីគេ 10.11 ហ្នឹងរហូតមក192 108.10.11 គឺជា reserve ទុកសម្រាប់តែកុំព្យូទ័រមួយហ្នឹងទេសម្រាប់ MAC address មួយហ្នឹងអញ្ចឹងសម្រាប់លក្ខខណ្ឌ DHCP របស់យើងគឺយើងមានប៉ុណ្ណឹងទេសម្រាប់ DHCP server